account របស់បងប្អូននឹងលេខម៉ានអញ្ចឹងលេខហ្នឹងហើយដែលយើងយកមកបង់លុយជាមួយនឹង Wi-Fi របស់យើងដាក់ចូលអញ្ចឹងហើយបងប្អូនគ្រាន់តែយកពាក្យថាបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀបបង់ថ្លៃWi-Fi របស់បងប្អូនតាមរយៈ True Money អញ្ចឹងបងប្អូនដែលថាគាត់ប្រើជាមួយនឹង Wi-Fi របស់ Medphone អញ្ចឹងបងប្អូនអាចបង់ជាមួយនឹងធនាគារ True Money បានបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវថ្ងៃនេះខ្ញុំសូមបង្ហាញអំពីការបង់លុយតាម True Money យើងមិនបាច់បង់តាមគេមកយោទេពេលខ្លះគេមកយោយឺតយ៉ាវធ្វើវាដាច់អីអញ្ចឹងទៅអញ្ចឹងយើងអាចបង់តាម True Money បានបាទតែខ្លួនឯងអូខេឥឡូវយើងចូលទៅក្នុង True Money របស់យើងមកបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីយើងចូលមកក្នុង True Money អញ្ចឹងមកហើយបងប្អូនទាំងអស់គ្នាត្រូវដឹងថាទឹកលុយបងប្អូនទាំងអស់គ្នាត្រូវតែគ្រប់សម្រាប់បង់ជាមួយនឹងសេវាកម្ម Wi-Fi ហ្នឹងអញ្ចឹងពេលចូលមកដល់កន្លែងនេះខ្ញុំដាក់ជាភាសានេះទេបងប្អូនទាំងអស់គ្នាខ្ញុំដាក់ជាភាសាអង់គ្លេសទេខ្ញុំបានដាក់ជាភាសាខ្មែរឲ្យទេអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលរូបវាក៏បានដែរបងប្អូនអាចចូលមកនៅរកពាក្យថា bill ក៏បានដែរបងប្អូននេះ bill payment មកបាទខ្ញុំចុចយក bill payment បន្ទាប់មកបងប្អូនមើលរូបនៅក្នុងនេះបងប្អូនឃើញនៅកន្លែងរូបផ្ទះមួយនេះគេដាក់ home office internet នេះបងប្អូនអរគ្នាឃើញនៅកន្លែងនេះបាទអញ្ចឹងបងប្អូនអាចចាំរូបក៏បានដែរឬក៏បងប្អូនទាំងអស់គ្នាមើលទៅគ្រាន់តែមើលទៅដឹងហើយឲ្យមានពាក្យថា internet នៅកន្លែងនេះបងប្អូនទាំងអស់គ្នា home and office internet អញ្ចឹងយើងចុចពីលើវាមកកន្លែងនេះមានរូប Wi-Fi ដែរបងប្អូនទាំងអស់គ្នាឃើញទេអញ្ចឹងយើងចុចពីលើវាបន្ទាប់មកបងប្អូនទាំងអស់គ្នាឃើញហើយនៅលើនេះគេដាក់ Medphone បាទ Medphone Wi-Fi អញ្ចឹងគ្រាន់តែយើងចុចពីលើវាមកបាទបន្តមកដល់កន្លែងនេះគេដាក់ Medphone Wi-Fi ហើយគេដាក់នេះ account number អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលថាគាត់ប្រើ Medphone គាត់ប្រកាសជាមាន account មួយបាទ account សម្រាប់ Wi-Fi ហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវសួរអ្នកដែលថាទៅភ្ជាប់ឲ្យបងប្អូនឬក៏អ្នកទៅយកលុយហ្នឹងពេលបងប្អូនសួរគេទៅគេនឹងប្រកាសជាប្រាប់បងប្អូនឲ្យថាលេខ account របស់បងប្អូននឹងលេខម៉ានអញ្ចឹងលេខហ្នឹងហើយដែលយើងយកមកបង់លុយជាមួយនឹង Wi-Fi របស់យើងអញ្ចឹងលេខរបស់ខ្ញុំគឺខ្ញុំបាន copy មិញហើយខ្ញុំយកមកផាសនៅក្នុងនេះបងប្អូនឃើញហើយលេខមួយហ្នឹងបន្ទាប់មកបងប្អូនបានដាក់ចូលចឹងហើយបងប្អូនគ្រាន់តែយកពាក្យថា continue បាទយើងយកមកយើងរងចាំមួយផ្លែទៅអញ្ចឹងទឹកលុយរបស់យើងតើយើងបង់ក្នុងមួយខែប្រហែលបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងយកមកយើងដាក់បង់ទឹកលុយរបស់យើងគឺ$15សម្រាប់យើងបង់ Medphone ហ្នឹងអញ្ចឹងបងប្អូនបញ្ជាក់មើលខ្លួនឯងមក Medphone Wi-Fi បាទ account number របស់យើងហើយនឹង account ឈ្មោះរបស់យើងហ្នឹងគឺឈ្មោះអីបន្ទាប់មកទឹកប្រាក់សម្រាប់ Wi-Fi បងប្អូនដាក់ហ្នឹងគឺមួយខែប្រហែលហើយបន្តមកគឺលេខទូរស័ព្ទរបស់បងប្អូនហើយបងប្អូនចូលមកខាងក្រោមនេះទៀតមកគឺបងប្អូន note ចង់ដាក់អីគេឥឡូវខ្ញុំដាក់បង់ថ្លៃបាទខ្ញុំដាក់បង់ថ្លៃ Wi-Fi ចេះមកអានោះខ្សែបងប្អូនទេបងប្អូនចង់ note ដាក់អីដាក់ទៅបាទអូខេបន្ទាប់មកអញ្ចឹងហើយបងប្អូនទាំងអស់គ្នាយកពាក្យថា continue មកបងប្អូនទាំងអស់គ្នាបាទយកពាក្យថា continueបាទអញ្ចឹងយើងរងចាំមួយផ្លែទៅយើងអាចមើលបញ្ជាក់ម្ដងទៀតបាទយើងអាចបញ្ជាក់មើលគេដាក់ Medphone Wi-Fi លេខ account របស់យើងបន្ទាប់មកឈ្មោះលេខទូរស័ព្ទហើយ note របស់យើងចង់ដាក់ note អីគេបង់ថ្លៃ Wi-Fi ហើយចំនួនទឹកប្រាក់គឺ$15ហើយសេវាកម្មរបស់វាហើយអានេះគឺនេះសេវាកម្មគឺគេអត់គិតលុយទេបងប្អូនទាំងអស់គ្នាយើងប្រតិបត្តិការនៅលើ True Money ហើយនឹងទឹកប្រាក់សរុបគឺ$15បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាមើលហើយគិតថាវាត្រឹមត្រូវហើយអស់ហើយបងប្អូនទាំងអស់គ្នាគ្រាន់តែយកពាក្យថា confirm មកបងប្អូនទាំងអស់គ្នាអញ្ចឹងតាមពិត Wi-Fi របស់ខ្ញុំគឺបង់នៅថ្ងៃទី20ទេបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំគ្រាន់តែខ្ញុំចង់បង់មុន 4-5 ថ្ងៃទេទៅខ្លាចចាយលុយអស់អញ្ចឹងទៅយើងបង់មុនហើយក៏បានដែរអញ្ចឹងយើងពាក្យថា confirmហើយបន្តមកបងប្អូនចុចលេខកូដ4ខ្ទង់របស់បងប្អូននៅក្នុង True Money នឹងមកបងប្អូនទាំងអស់គ្នាគឺវានឹងទៅហើយបាទវានឹងជោគជ័យសម្រាប់យើងបង់ថ្លៃ Wi-Fi ហ្នឹងបាទអញ្ចឹងគ្រាន់តែយើងដាក់មកបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំបង់ថ្ងៃទី10ខែ5 2022នៅម៉ោង 3:05 នាទីអញ្ចឹងដោយសារអីខ្ញុំខ្ជិលញ៉ៃឆាខ្ញុំបង់ទុកមុនទៅហើយហ្មងទៅអញ្ចឹងហើយយើងអាចដាក់បើសិនជាពួកអីផ្សេងយើងអាចដាក់ជាម៉ោងឲ្យវាលោតទិញក៏បានpay លុយក៏បានដែរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងឥឡូវបងប្អូនទាំងអស់គ្នាការមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាការបង្ហាញរបស់ខ្ញុំអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់នៅការរបៀបបង់ប្រាក់ជាមួយនឹង Wi-Fi ហ្នឹងគឺបងប្អូនទាំងអស់គ្នាអាចធ្វើតាមនឹងបានគឺវាអត់មានអីពិបាកទេបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមើលទឹកប្រាក់របស់យើងតើគេកាត់ហើយនៅមិញហ្នឹងបងប្អូនទាំងអស់គ្នាអញ្ចឹងគេដាក់ហើយកាត់ហើយនេះគេដាក់bill payment បាទនេះ
bill payment របស់យើងគឺយើងបងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះសូមកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង YouTube របស់ខ្ញុំហើយ YouTube នឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅវីដេអូថ្មីៗជាច្រើនទៀតបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងបងប្អូនទាំងអស់គ្នាបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះ